ជំរាបសួរប្រិយមិត្តទាំងអស់គ្នាមកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយក្រោយពីបាត់មុខមួយរយៈថ្ងៃនេះខ្ញុំមកបង្ហាញពីព័ត៌មានខ្លះៗពី Honda Dream Series ឆ្នាំ2027ពីតម្លៃរបស់វាយើងធ្លាប់បានដឹងមកហើយពី Series ឆ្នាំ2026គឺវាលោតរហូតដល់3000ឯណោះវាជាប្រវត្តិសាស្ត្រហើយដែល Honda Dream Series ឆ្នាំ2026ហ្នឹងលោតរហូតដល់3000តម្លៃជាក់ស្ដែងរបស់វាចេញដំបូងឯតម្លៃ Honda Dream Series ឆ្នាំ2027តាមព័ត៌មានដែលខ្ញុំដឹងក៏វាមិនថោកដែរសម្រាប់តម្លៃរបស់វានៅពេលឥឡូវនេះព្រោះឯការបន្ថែមប្រព័ន្ធសោ Smart Key និងបន្ថែមចំណុចផ្សេងៗទៀតទើបធ្វើឲ្យវាកាន់តែថ្លៃសម្រាប់បងប្អូនដែលកំពុងតែត្រៀមលុយទុកទិញ Honda Dream Series ឆ្នាំ2027ពេលនេះគួរតែគិតសិនហើយមុននឹងសម្រេចចិត្តតើគូជាវឬមិនជាវសម្រាប់ Honda Dream Series ឆ្នាំ2027ចំណែកឯបងប្អូនដែលកំពុងតែប្រើ Honda Dream Series ឆ្នាំ2026តើគួរតែឡើងទៅ Series ឆ្នាំ2027ដែរឬអត់ពេលនេះគួរតែគិតសិនហើយមុននឹងគូថាសម្រេចចិត្តត្រូវឡើងឬមិនឡើងទៅកាន់ Series ឆ្នាំ2027សំខាន់របស់ថ្មីនៅពេលដែលចេញមកគ្រប់គ្នាតែងតែចង់ប្រើហើយអ្វីដែលត្រូវមាននោះគឺទឹកលុយរបស់យើងតើគ្រប់គ្រាន់ដែរឬទេសម្រាប់ការឡើងស៊េរីទៅឆ្នាំ2027នោះព្រោះអីនៅពេលបច្ចុប្បន្នតម្លៃដែលបែកធ្លាយនៅពេលបច្ចុប្បន្ននេះគឺវាឡើងរហូតដល់3000ទៅ3000ជាងរហូតដល់3000ក្រែណោះអ្វីដែលខ្ញុំបានដឹងតម្លៃនេះគឺបងប្អូនយើងគួរតែពិចារណាហើយមុននឹងសម្រេចចិត្តទិញព្រោះអីវាមិនថោកប៉ុន្មានដែរព្រោះអីយើងត្រូវកាន់លុយចំនួន 3k ទៅ 3k ជាងឯណោះដើម្បីយកទៅទិញវាមកជីដូច្នេះបងប្អូនគួរតែពិចារណាសិនហើយមុននឹងសម្រេចចិត្តថាទិញ Honda Dream Series ឆ្នាំ2027ដើម្បីកុំឲ្យមានការខកចិត្តឬក៏ស្ដាយលុយនៅពេលដែលយើងទិញវាយកមកប្រើប្រាស់ហើយបាទនេះគ្រាន់តែជាតម្លៃបែកធ្លាយនៅលើបណ្ដាញសង្គម YouTube Facebook TikTok ជាដើមមិនមែនជាតម្លៃពិតប្រាកដនោះទេតែតម្លៃនេះក៏មិនច្បាស់ 100% ដែរគឺ 98% ទៅ 99% ហើយតម្លៃដែលខ្ញុំបានដឹងនេះសម្រាប់តម្លៃពិតប្រាកដចាំអត់មើលទាំងអស់គ្នានៅពេលដែល Honda Dream ប្រកាសចេញនៅពេលខាងមុខនេះវីដេអូដែលខ្ញុំមកចែករំលែកពីតម្លៃ Honda Dream Series ឆ្នាំ2027គឺមានតែប៉ុណ្្នឹងទេសម្រាប់កំហុសខុសឆ្គងដែលខ្ញុំនិយាយទៅខុសឆ្គងត្រង់ចំណុចណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតកុំភ្លេចជួយចុច Like Subscribe ដើម្បីទទួលបានវីដេអូពីម៉ូតូថ្មីៗបន្ថែមទៀត